រឿងមាយាស្រីកំណត់ចំណាំដកស្រង់ចេញពីច្បាប់សរសេរដៃនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិតលេខ C20B របស់លោកអ៊ីម៉ូនីញ៉េទំព័រ57ខាងភាសាខ្មែរនិងកម្ពុជាសូរិយាលេខ789ឆ្នាំ1937ទំព័រ329គ្មានឈ្មោះអ្នករៀបរៀងទេរឿងមាយាស្រីកាលពីព្រេងនាយមានបរិសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះតែសប្តាហ៍ថ្ងៃមួយបរិសប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅក្នុងខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមកដកអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតាលោបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាត់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីលើដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាថាអើបើនាងឯងមានសហាយហើយបើចង់ឲ្យកាត់ប្តីនឹងឯងស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរោគមន់ក្រាបទាំងមេទាំងសម្បុកមួយសម្បុកស្ងោឲ្យប្តីនឹងឯងស៊ីទៅវាស្លាប់ហើយមេនោះលើដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរោគទិញបានមេមន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយនោះលុះព្រឹកឡើងប្តីមកពីជីកដំឡូងដើរដល់ផ្ទះហើយសួរថាគេអើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមេនឹងពងមន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងោហឺមេនោះអន់ណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតលឺធ្ងោឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានតែប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃើញប្តីនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពំរួចក៏ទៅពួននៅក្រោមពាងធំមួយនៅខាងដំណេកសំងំចាំប្តីនោះដេកលោកខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងនាំទឹកឲ្យគ្នាងូតបន្តិចនឹងអាស្លាប់មេនោះឮតែចង់ស្លាប់ដូច្នោះអន់ណាស់ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតាលុះប្រពន្ធដាំទឹកពុះឲ្យប្តីថាទៅដងទឹកត្រជាក់បានមួយក្អមយកមកលាយនឹងទឹកក្តៅនេះប្រពន្ធលើប្តីថាដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងោហឺទៀតមេនោះវិលពីដងទឹកមកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរួញសរសៃដូចគេដកចេញពីពាងមកក៏អោនខ្សឹបថាថ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឆ្ងក់ដដែលមេនោះយកដៃទៅចាប់ជ្រមុជទៅត្រូវស្លឹកត្រចៀករលាក់ជ្រុះទាំងសក់មើលទៅបានដឹងថាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាងមកគ្របហើយយកទឹកឲ្យប្តីងូតហើយប្តីក៏មិនស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកព្រហៀមឡើងមេនោះពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចផុតចេញពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលោកលួចអីវ៉ាន់អ្នកផងសពថ្ងៃសពជប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូរអាវព្រែគេយកមកហាជុំវិញផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតគ្នាថាជើមេនោះមានណាស់តើជប់នេះយើងនឹងទៅលួចវាឲ្យអស់កុំខានសពថ្ងៃយើងស្មានថាវាក្រមេនោះក៏ហាសម្ពុតហូរអាវព្រែនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយក៏យកខ្សែចងរឹតរុងពីងខ្មោចនោះឲ្យជាប់ទុកឲ្យចៅចូលលួចមកសែងយកទៅឯចៅទាំង4នាក់នោះលួចយកក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទះឃើញតែពាងមួយចងមាត់ជាប់បើកពុំរួចចៅទាំង4នាក់ក៏សែងពាងហើយនិយាយថារបស់ទាំងអស់នៅក្នុងពាងនេះហើយ
បើដូច្នេះយើងត្រូវសែងពីងនេះថាហើយក៏នាំគ្នាសែងពីងនោះទៅដល់ព្រៃឆ្ងាយក៏ស្រាយលុកមើលអាមួយលុកដៃទៅត្រូវសក់ថាវើយសោតដកចេញដកដៃចេញអាមួយលុកទៅទៀតត្រូវតិចត្រូវភ្នែកច្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿលុកដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចោលទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដើរទៅណាតែម្នាក់ឯងយើងត្រូវនាំគ្នាចោមរោមចាប់វាវាយឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពង់រកទិញអីវ៉ាន់ត្បិតមានសំពៅទើបនឹងមកដល់ស្រុកក្រៅមេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោរទាំង4នាក់នោះចោរក៏ឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណាហើយអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅដូច្នោះចូលមកអញ្ជើញទៅនឹងខ្ញុំទារប្រាក់បានចែកគ្នាចាយលេងចោលទាំង4នាក់ឮថាទៅទារប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចោលទាំង4នាក់ថាអស់អ្នកចូលចាំខ្ញុំនៅលើច្រាំងនៃចោះកាលណាឃើញខ្ញុំបោយដៃនោះអ្នកទាំងអស់គ្នាចុះទៅចោះបានប្រាក់ហើយមេនោះនិយាយផ្ដាំចោលទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោលទាំង4នាក់នោះវាថាចោលនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថានោះណោះវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់កុំឲ្យវារត់បាននាយសំពៅព្រមហើយសួរថាខ្ញុំនឹងឯងទាំង4នាក់នឹងលក់ថ្លៃប៉ុន្មានមេនោះឆ្លើយថាម្នាក់ថ្លៃ2ណែននាយសំពៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបក់ដៃហៅចោលទាំង4នាក់ចោលទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្រប់ផ្លូវនោះឯចោលទាំង4នាក់នោះលុះនាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជើមេនេះហៅពេញជាបាចធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចោលទាំង4នាក់ខឹងណាស់កាត់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់ជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចោលទាំង3នាក់ឡើងទៅដេកលើមែកឈើរៀងពីខ្លួនចៅម្នាក់ឡើងទៅក៏ជួបនាងនោះនៅលើចុងឈើអាចៅនោះថាហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចុះបរួចមេនោះលើកប្រាក់បង្ហាញឲ្យខ្សឹបថាណែហើយអ្នកកុំស្ដីកុំឲ្យអ្នកទាំង3នាក់ដឹងថាយើងត្រូវជាប្តីប្រពន្ធនឹងគ្នាយើងយកគ្នាជាប្តីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកធ្វើបាបខ្ញុំអាចៅលឺដូច្នោះក៏ខិតចូលទៅចិត្តលុកដៃអោបភៀកមេនោះប្អូនឯងនេះហៅប្រាជ្ញធំមិនឆោតបងបាន2ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារព្រេងសំណាងយើងនិយាយហើយក៏អោបថើបមេនោះពុំប្រកែកហើយថាខ្ញុំក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយចៅនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬឲ្យបងធ្វើដូចម្ដេចមេនោះថាបើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិតអណ្ដាតគ្នាទើបមេនោះលៀនអណ្ដាតហើយអោនទៅរកចៅនោះឯចៅលិតអណ្ដាតមេនោះហើយលៀនអណ្ដាតឲ្យមេនោះលិតវិញមេនោះខំអណ្ដាតចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដកដីស្រែកឮតែឡល់ឯចៅ3នាក់គិតស្មានថានាយសំពៅចោមចាប់ក៏លួចពីមែកឈើរត់ទៅហើយស្រែកគ្នាថាវើយគ្នាយើងរត់នាយសំពៅដេញហើយអាចោដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតនិយាយមិនច្បាស់ឮតែឡល់គ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាក់អាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយទៅ